ចិនពង្រឹងសាច់ដុំយោធាជាមួយនឹងការសាកល្បងកម្មជ្រួចទ្រង់ទ្រាយធំដ៏កម្រនៅវាលខ្សាច់អូបីទំហំនៃការសាកល្បងមិនធ្លាប់មានពីមុនមកបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់ក្រុងប៉េកាំងក្នុងសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងជឿនលឿននិងការត្រួតត្រាគម្រោងនៅក្នុងការបង្ហាញដ៏ស្ងប់ស្ងាត់នៃសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួនកងទ័ពរំដោះប្រជាជនចិន PLA បានធ្វើតេស្តការពារមីស៊ីលនៅវាលខ្សាច់ Gobi ដែលជាកន្លែងដែលមីស៊ីលប្លង់ចំនួន16ត្រូវបានបាញ់លើគោលដៅតែមួយដើម្បីសាកល្បងសមត្ថភាពនៃប្រព័ន្ធរ៉ាដាទំនើបដើម្បីរារាំងការវាយប្រហារទិដ្ឋភាពទំហំនៃការធ្វើតេស្តដែលមិនធ្លាប់មានពីមុនមកដែលកំរសំបីតែក្នុងចំណោមមហាអំណាចយោធាពិភពលោកជាសញ្ញាបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងក្នុងសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងកម្រិតខ្ពស់និងការត្រួតត្រាគុំរងនៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកាន់តែតានតឹងយោងតាមកាសែតដែលបានចេញផ្សាយនៅថ្ងៃទី18ខែកុម្ភៈដោយលោក Seheng Senbiro ដែលជាវិស្វករជាន់ខ្ពស់ជាមួយអង្គភាព 63523 របស់ PLA នៅទីក្រុង Dilkmen ខេត្ត Gansu កម្មជ្រួចទាំងអស់ត្រូវបានរកឃើញនិងតាមដានដោយជោគជ័យដោយប្រព័ន្ធរ៉ាដាអរេដំណាក់កាល2 Seiko ថ្មីមុនពេលបាញ់ដល់គោលដៅដោយជោគជ័យ 100%តើអ្នកមានសំណួរអំពីប្រធានបទនិងនរការធំបំផុតពីជុំវិញពិភពលោកទេទទួលបានចម្លើយជាមួយនឹងចំណេះដឹង Segmap ដែលជាវេទិកាថ្មីរបស់យើងនៃមាតិកាដែលបានរៀបចំជាមួយអ្នកបញ្យល់សំណួរដែលសួរញឹកញាប់ការវិភាគនិងព័ត៌មានក្រាហ្វិកដែលនាំមកជូនអ្នកដោយក្រុមដែលឈ្នះរង្វាន់របស់យើងប្រព័ន្ធនេះសម្រេចបាននូវអ្វីដែលអ្នកវិទ្យាសាស្ត្រយោធាចិនបានពណ៌នាថាជាការរកឃើញដំបូងការវាស់វែងច្បាស់លាស់និងការរាយការណ៍ត្រឹមត្រូវដែលជារង្វាស់សំខាន់សម្រាប់ការបន្សាបការគំរាមកំហែងកម្រិតខ្ពស់ដូចជាយានជំនិះលឿនជាងសំឡេងឬកម្មជ្រួចដែលបំពាក់ដោយឧបករណ៍បំភាយនិងយានយន្តចូលឡើងវិញដែលអាចកំណត់គោលដៅដោយឯករាជ្យជាច្រើន MIRVs ការធ្វើតេស្តដែលបានរៀបរាប់លម្អិតនៅក្នុង Flight Control Detection ដែលជាទស្សនាវដ្តីជាភាសាចិនបង្ហាញពីការបង្ហាញជាសាធារណៈលើកដំបូងអំពីសមត្ថភាពរ៉ាដាព្រមានជាមុននៅលើដីរបស់ប្រទេសចិនបច្ចេកវិទ្យា Dual Band របស់វាស្រដៀងទៅនឹងនាវាតាមដានមីស៊ីល Eisenhower O. Lawrence របស់កងទ័ពជើងទឹកអាមេរិករួមបញ្ចូលគ្នានៅការឃ្លាំមើលតំបន់ធំទូលាយSBand ជាមួយនឹងការកំណត់គោលដៅដែលមានគុណភាពបង្ហាញខ្ពស់ Co-band ខណៈពេលដែល Lawrence ត្រូវបានសាទរចំពោះសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានជាមួយនឹងសក្តានុពលក្នុងការតាមដានគោលដៅច្រើនជាង1,000ក្នុងពេលដំណើរគ្នានោះសហរដ្ឋអាមេរិកមិនដែលបានបង្ហាញពីការសម្ដែងរបស់ខ្លួនជាសាធារណៈក្រោមលក្ខខណ្ឌនៃការបាញ់ផ្ទាល់នោះទេនៅខែតុលាឆ្នាំ2024កម្មជ្រួចប្លង់របស់អ៊ីរ៉ង់ជាង30គ្រាប់បានទម្លុះការការពារដែនអាកាសរបស់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដោយវាយលុកមូលដ្ឋានអាកាសនៅវេថេមនិងបង្ហាញភាពងាយរងគ្រោះនៅក្នុងបណ្ដាញខែមីស៊ីលកម្រិតខ្ពស់បំផុតប្រព័ន្ធ Arrow ដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់អ៊ីស្រាអែលទោះបីជាមានលក្ខណៈទ្រង់ទ្រាយធំក៏ដោយប៉ុន្តែបានព្យាយាមផ្ដល់អាទិភាពដល់ការគំរាមកំហែងក្នុងអំឡុងពេលនៃការវាយប្រហារទិដ្ឋភាពនេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនវាជាសេណារីយ៉ូដែលយោធាចិនបានចម្លងយ៉ាងច្បាស់នៅក្នុងការសាកល្បងវាយខ្សាច់អូបីយោងតាមឯកសាររបស់លោក Suheng ប្រព័ន្ធរបស់ PLA មិនត្រឹមតែតាមដានកម្មជ្រួចប្លង់ធម្មតាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយសម្គាល់ការបំភាន់ចេញពីក្បាលគ្រាប់ពិតសូម្បីតែមានវិធានការប្រឆាំងការហោះហើរពាក់កណ្ដាលដែលធ្វើឡើងដូចជាការកកស្ទះឬការបែកខ្ចាត់ខ្ចាយនៃគ្រាប់រំសេវយោងតាមលោក Suheng និងសហការីរបស់គាត់ថាសមត្ថភាពរបស់រ៉ាដាក្នុងការរក្សាការតាមដានជាបន្តបន្ទាប់នៃ31 decoys និងគោលដៅបន្ទាប់បន្សំខណៈពេលដំណើរគ្នាផ្ដល់អាទិភាពដល់ការគំរាមកំហែងដែលមានតម្លៃខ្ពស់ចំនួន7បង្ហាញពីការលោតផ្លោះនៃសមត្ថភាពប្រឆាំងនឹងទិដ្ឋភាពនេះបើយោងតាមលោក Suheng និងសហការីរបស់គាត់ជាមួយគ្នានេះដែរជាមួយនឹងការបាញ់មីស៊ីលប្លង់ចំនួន16គ្រាប់ក្នុងសម្យុទ្ធតែមួយការចំណាយដ៏គួរឲ្យភ្ញាក់ផ្អើលនៃការសាកល្បងនេះបង្ហាញពីឆន្ទៈរបស់ប្រទេសចិនក្នុងការវិនិយោគយ៉ាងច្រើនក្នុងការត្រៀមលក្ខណៈយោធារបស់ខ្លួនកម្មជ្រួចប្លង់នៅតែស្ថិតក្នុងចំណោមប្រព័ន្ធសព្វវាវុធថ្លៃបំផុតហើយការបាញ់កម្មជ្រួចបែបនេះគឺស្ទើរតែមិនដែលលេពីសម្យុទ្ធនៅខាងក្រៅសម័យសង្គ្រាមនៅឆ្នាំ2023ទូរទស្សន៍រដ្ឋកុកថេបានបញ្ចេញវីដេអូនៃខ្សែសង្វាក់ផលិតកម្មមីស៊ីលស្វ័យភាពដែលត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាជាសារទៅកាន់ពិភពលោកជាពិសេសសហរដ្ឋអាមេរិកអំពីខ្លាំងស្តុករបស់ចិនដែលកំពុងកើនឡើងគ្រឿងបរិក្ខារស្វ័យប្រវត្តិយ៉ាងពេញលេញដែលត្រូវបានគេហៅថារោងចក្របិទភ្លើងដោយអ្នកជំនាញយោធាមួយចំនួនបង្ហាញថា PLA អាចបំពេញបន្ថែមខ្លាំងអាវុធរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងការចំណាយទាបដោយផ្លាស់ប្ដូរការកណ្ដាលនៃការរារាំងនៅក្នុងចំនួនដែលអាចកើតមានលើកោះតៃវ៉ាន់ឬសមុទ្រចិនខាងត្បូងអត្ថបទច្រើនទៀតពីសេងហុងកុងបានជំរុញឲ្យកាត់ប្រាក់អត្ថប្រយោជន៍សេវាស៊ីវិលខណៈដែលប្រាក់300លានហុងកុងបានចំណាយលើប្រាក់រង្វាន់ថ្ងៃឈប់សម្រាកតើមានមេរៀនអ្វីខ្លះពីករណីនារីហុងកុងត្រូវក្រើកស្លាប់
Trump អាចបញ្ចប់ការធ្វើឲ្យអាស៊ីមិនមែនអាមេរិកអស់ចាម្ដងទៀត Joro Morere ដេញតាមក្រុមលេខ1ក្នុងប្រទេសជប៉ុនអត្ថបទនេះដើមឡើយបានលេចចេញនៅលើ South China Morning Post Woo Sikham.com ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឈានមុខគេរាយការណ៍អំពីប្រទេសចិននិងអាស៊ី